ពេលដែលខ្ញុំចាកចេញកុំសួរខ្ញុំថាមកពីហេតុអ្វីបើថ្ងៃណាមួយអ្នកមិនប្រយ័ត្នធ្វើឲ្យបាត់បង់ខ្ញុំនឹងមិនឲ្យអ្នករកឃើញខ្ញុំឡើយទោះបីជាមិត្តភក្តិក៏ដោយស្នេហាក៏ដោយឲ្យតែអ្នកមិនស្មោះត្រង់នឹងខ្ញុំហើយហេតុអ្វីខ្ញុំត្រូវធ្វើល្អដាក់អ្នកទៀតនោះទង្វើរបស់ខ្ញុំល្អឬក៏អាក្រក់គឺស្ថិតនៅលើអ្នកធ្វើបែបណាចំពោះខ្ញុំពេលវេលា1នាទីកន្លងទៅយ៉ាងឆាប់រហ័សអាយុកាន់តែច្រើនមើលឃើញកាន់តែច្បាស់យល់កាន់តែច្រើនភាពរីករាយក៏កាន់តែមានតិចទៅដែរពេលវេលាអាចកែប្រែអ្វីៗជាច្រើនខ្ញុំធ្លាប់ល្ងង់ធ្លាប់ឈួតធ្លាប់រឹងរូសធ្លាប់តស៊ូធ្លាប់ស្រឡាញ់រាប់អានធ្លាប់គោរពទីបំផុតខ្ញុំនៅតែជាខ្ញុំដដែលខ្ញុំនៅតែជាអ្នកលួងលោមនិងព្យាបាលរបួសដោយខ្លួនឯងដដែលខ្ញុំមិនល្អតែនៅលើโลกនេះមានរូបខ្ញុំតែមួយគ្មានពីរអ្នកចង់ថែរក្សាក៏បានមិនចង់ក៏ហីប៉ុន្តែឲ្យតែថ្ងៃណាមួយដែលអ្នកបោះបង់ខ្ញុំចោលហើយខ្ញុំនឹងមិនឲ្យអ្នករកឃើញខ្ញុំតទៅទៀតឡើយឥឡូវនេះខ្ញុំសូមតែធ្វើអ្វីចូលស្ទឹងតាមបាត់មើលតាមកលៈទេសៈតែប៉ុណ្ណោះហើយសូមកុំថាខ្ញុំមិនខ្វល់បើខ្ញុំខ្វល់តើវាយ៉ាងម៉េចវានៅតែដដែលគ្រាន់តែថាមានរឿងខ្លះខ្ញុំគិតយល់និងមើលធ្លុះនៅរឿងមួយចំនួនហើយក៏បានបើកចិត្តទទួលយកនៅការពិតដែរម្យ៉ាងវិញទៀតមនុស្សយើងនេះរឿងដែលមិនយល់មានច្រើនពេកហើយពេលចង់ដឹងចង់យល់ច្រើនពេកទៅធ្វើឲ្យខ្លួនឯងកាន់តែរបួសខ្ញុំធ្លាប់ជាមនុស្សដែលចូលចិត្តធ្វើអ្វីផ្ដួចផ្ដើមមុនគេតាក់ទងទៅមុនគេរកគេមុនគេព្រោះតែរាប់អានព្រោះតែស្រឡាញ់ព្រោះតែបារម្ភខ្វល់ពីគេចុងក្រោយក៏គេលែងតាក់ទងដោយសារតែមាននៅអារម្មណ៍ថាខ្លួនឯងគឺគ្មានតម្លៃមានយើងក៏មិនលើសគ្មានយើងក៏មិនខ្វះសម្រាប់គេឡើយពិបាកដែលយើងចូលទៅមិនរួចកុំប្រឹងជ្រៀតចូលកុំធ្វើឲ្យគេពិបាកកុំធ្វើឲ្យខ្លួនឯងថោកទាបមានលក្ខណៈខ្លះមិនប្រយ័ត្នក៏បានដឹងរឿងខ្លះដែលមិនគួរដឹងថាទង្វើដែលយើងធ្វើរាល់ថ្ងៃគ្មានន័យសម្រាប់គេតតែសោះតើវាគួរឲ្យចង់សាច់ប៉ុណ្ណាទៅអ្នកណាដែលមិនចេះលាក់ពុតនោះអ្នកណាដែលមិនចេះផ្លាស់ប្ដូរគ្មានអ្នកណាដែលជារបស់កាប់មុខរបស់អ្នកណាម្នាក់នោះឡើយបើអញ្ចឹងទៅហើយចាំបាច់អ្វីយកមនុស្សខ្លះដាក់នៅក្នុងចិត្តនិងយករឿងខ្លះធ្វើជារឿងសំខាន់ធ្វើអ្វីការពិតទៅមនុស្សដែលចេះតែសើចមិនដែលឃើញពិបាកចិត្តទើបជាមនុស្សដែលគួរឲ្យអាណិតបំផុតហើយជាមនុស្សដែលទន់ខ្សោយបំផុតព្រោះគេមិនហ៊ានបញ្ចេញនូវភាពទន់ជ្រាយអារម្មណ៍ឈឺចាប់ភាពស្មុគស្មាញរបស់គេចេញមកក្រៅបានត្រឹមតែឈឺចាប់ម្នាក់ឯងកើតទុក្ខម្នាក់ឯងមនុស្សដែលខ្វល់ខ្វាយពីខ្ញុំនឹងខ្វល់ខ្វាយពីគេវិញទ្វេដងតែអ្នកដែលមិនខ្វល់ខ្វាយពីខ្ញុំតើរឿងអ្វីដែលខ្ញុំត្រូវខំត្រដរបន្តខ្វល់ខ្វាយពីគេនោះកុំដើម្បីនរណាម្នាក់ទៅកែប្រែខ្លួនឯងប្រសិនបើគេមិនអាចទទួលយកនៅចំណុចអាក្រក់របស់អ្នកផងគេមិនដេចនឹងស័ក្តិសមទទួលយកនៅចំណុចល្អរបស់យើងទេចង់កែប្រែបានប៉ុន្តែតើគេម្នាក់នោះអាចកែប្រែហ៊ានលះបង់អ្វីខ្លះចំពោះយើងនៅលើโลกនេះមានរឿងជាច្រើនដែលមិនអាចឈិនឆាយបានចុងក្រោយពេលដែលខ្ញុំបានសម្រេចចិត្តដើរចេញពីអ្នកក៏ព្រោះតែអ្នកមិនឲ្យតម្លៃខ្ញុំអ្នកមិនសោកស្ដាយពេលវេលាមិនចេះអោបក្រសោបពេលវេលាអ្នកតែងតែមើលរំលងការស្រឡាញ់
ការរាប់អានដ៏ស្មោះត្រង់ដែលខ្ញុំធ្លាប់មានឲ្យអ្នកទឹកភ្នែកទាំងការស្ដាយក្រោយរបស់អ្នកនៅថ្ងៃនេះគឺបណ្ដាលមកពីភាពបំណូលរបស់អ្នកនៅពេលនោះពេលដែលអ្នកធ្វើឲ្យខ្ញុំឈឺចាប់អ្នកបែរទៅជាសប្បាយរីករាយជាមួយនឹងអ្នកផ្សេងចុងក្រោយអ្នកពោលពាក្យថាស្ដាយក្រោយក៏ហួសពេលដែរហេតុផលនៃការចាកចេញរបស់ខ្ញុំក៏ព្រោះតែភាពប្រងើយកន្តើយរបស់អ្នកព្រោះតែភាពអំនួតរបស់អ្នកព្រោះតែអ្នកមិនដឹងមិននឹកនាមិនដែលឲ្យតម្លៃខ្ញុំដូច្នេះខ្ញុំក៏គ្មានកម្លាំងនឹងបន្តឲ្យអ្នកទៅមុខទៅមាត់ទៀតនោះទេ